តែការដាក់សម្ពាធពាណិជ្ជកម្មជាមួយប្រទេសទាំងអស់រួមទាំងចិនផងពិតជាធ្វើឲ្យប្រាក់ដុល្លារអាមេរិកលែងជារូបបាយប័ណ្ណខ្លាំងទី1ដូចជាអត់តាក់ទងរឿងហ្នឹងប្រហែលទេមិនបានទៅជាដុល្លារខ្សោយនៅពេលដាក់ទណ្ឌកម្មសេដ្ឋកិច្ចមូលហេតុអីកូនមូលហេតុអីបានដុល្លារខ្សោយមូលហេតុថាប្រទេសនានាគេជប់ចាយដុល្លារនៅពេលគេទិញដូរគ្នាឧទាហរណ៍កម្ពុជាទិញទំនិញចិនបង់លុយយួនដូចជាអត់ទាន់ទេមិនអញ្ចឹងចិនដូចជាអត់យកលុយយួនទាំងអស់ទេចិននៅតែចង់បានដុល្លារណាកូនណាហើយចុះយើងលក់ឲ្យវៀតណាមលក់ឲ្យយើងយកដុងយករៀលទេដូចជានៅអាស៊ានគ្មានអ្នកណាយករៀលហើយក៏យើងមិនយកបាតមិនយកដុងដែរយើងយកដុល្លារមែនទេកូនហើយបើលក់ទៅហ្វីលីពីនក៏បង់មិនមែនបង់ពេសូឲ្យយើងទេគឺបង់ដុល្លារឲ្យយើងកូនអញ្ចឹង SSD មិនបានមិនបានវាទៅជាដុល្លារចុះថោកកូនមិនក៏ដុល្លារបាត់បង់តម្លៃទី1មកជួយបញ្យល់បន្តិចបាទដោយតែកូនឯងសួរពូបើកូនឯងសួរពូឲ្យចម្លើយតាមរបៀបហេតុផលណាកូនណាអញ្ចឹង SSD ជួយគិតមើលបើសិនណាជាណាបើសិនណាជាកម្ពុជាយើងលក់ដូរជាមួយ Thailand យកថៃបាតអាហ្នឹងមានន័យថាដុល្លារមិនអញ្ចឹងគាត់ណាបើយើងលក់ដូរជាមួយចិនយើងយកយួនហើយចិនយករៀលអាហ្នឹងបានដុល្លារវាអន់ហើយចិនលក់ទៅប្រេស៊ីលឬក៏ Thailand លក់ទៅចិនឬក៏សិង្ហបុរីលក់ទៅជប៉ុនអញ្ចឹង SSD ដូចជាអត់ទេបានសេចក្តីថា SSD បានសេចក្តីថាអត់អាចធ្លាក់ថ្លៃបានទេកូនណាមិនដែរឆ្លើយអញ្ចឹង SSD ប្រាប់ពូតិចមើលពូធ្វើជាឧទាហរណ៍ឲ្យអញ្ចឹងតើហេតុផលឆ្លើយមកយ៉ាងម៉េចណាអាហ្នឹងអញ្ចឹងណាតើហេតុផលកូនឯងរកចម្លើយឃើញទេ SSD ចាំសរសេរឲ្យពូយល់ណាកូនពូមិនឆ្លើយត្រង់ចំទេពូធ្វើហេតុផលឲ្យបើប្រទេសនានានៅតែយកលុយដុល្លារទុកជាលុយសង្គួររបស់ខ្លួនមានន័យថាដុល្លារអត់ទាន់បាត់បង់សារៈសំខាន់ទេមិនអញ្ចឹងណា SSD គិតមើលណាតិចសួរឲ្យទៅបាត់អត់ស្ដាប់ថ្ងៃក្រោយឈប់ឆ្លើយបាទបន្តមកទៀតវៀងវ៉ាន់ទិញតើអូស្មန်ធម្មជាតិជាហ្គាសសម្រាប់ប្រើយ៉ាងណាបងអូខេសូមបញ្ជាក់អំពីអូស្មန်ណាសូមបញ្ជាក់អ្នកដតីគេវិភាគតើគេបញ្យល់ថាមិនបានវាធ្លាក់តម្លៃណាប៉ុន្តែអ្នកវិភាគខ្មែរខ្លះអត់មានជើងព្រួលអត់មានជើងទេពេលវិភាគនោះអត់មានមូលដ្ឋានណាអាហ្នឹងហើយដែលនិយាយពាក្យចាញ់ឲ្យឈ្នះចុះអ្នកវិភាគហ្នឹងចាញ់ជេមសុកត្រង់ថាអត់មានមូលដ្ឋានជេមសុកអត់មានចេះតែនិយាយទេណាតើមានហេតុរបស់វាអញ្ចឹង